អ្នកផលិតវីដេអូគឺជាអ្នកទទួលខុសត្រូវក្នុងការថតព្រឹត្តិការណ៍ផ្ទាល់និងការផលិតវីដេអូទៅតាមមាតិកាយើងសង្កេតឃើញថាការផលិតវីដេអូពិតជាមានការគាំទ្រនិងពេញនិយមយ៉ាងខ្លាំងហើយក៏ជាតម្រូវការរាល់កម្មវិធីដែលប្រព្រឹត្តឡើងដើម្បីទុកជាឯកសារឬការផ្សព្វផ្សាយដោយឡែកការផលិតវីដេអូទៅតាមមាតិកានីមួយៗត្រូវការតិចនិកក៏ដូចជាចំណេះដឹងច្បាស់លាស់ក្នុងការផលិតផងដែរលោករតនៈហៅជីនជាអ្នកផលិតវីដេអូឯករាជ្យមួយរូបបានចែករំលែកពីបទពិសោធន៍របស់លោកនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយទាក់ទងទៅនឹងអាជីពជាអ្នកផលិតវីដេអូជំរាបសួរសួស្តីអ្នកនរគ្នាខ្ញុំបាទឈ្មោះរតនៈឬក៏ជីននៅក្នុងវិស័យ media ហើយខ្ញុំជាអ្នកថតវីដេអូឯករាជ្យតាក់ទងជាមួយនឹងធ្វើឲ្យយើងអាចចូលរួមក្នុងអាជីពនេះបានខ្ញុំអាចនិយាយបានថាយើងមានពីរវិធីគឺទី1យើងអាចយើងទៅរៀនវគ្គបណ្ដុះបណ្ដាលនៅក្នុងសាលារដ្ឋឬក៏ឯកជនហើយមួយទៀតយើងអាចសិក្សាទៅលើអ៊ីនធឺណិតឬក៏សិក្សាបែបអនឡាញផលវិបាកក្នុងវិស័យនេះគឺវាមានច្រើនប៉ុន្តែខ្ញុំសូមលើក3ចំណុចយកមកនិយាយចុះទី1គឺកត្តាថវិកាយើងត្រូវការថវិកាដែរព្រោះដោយសារហេតុអីទី1យើងត្រូវការលុយសម្រាប់ទៅបង់កន្លែងសាលារៀនដើម្បីយកចំណេះហ្នឹងហើយទី2យើងត្រូវការទិញកាមេរ៉ាយកមកអនុវត្តបើយើងអត់អនុវត្តក៏វាមិនទៅមុខដែរហើយទី3គឺតាក់ទងជាមួយនឹងការខ្វះព័ត៌មានព្រោះការខ្វះព័ត៌មានហ្នឹងគឺសំខាន់ព្រោះដោយសារក្នុងការអនុវត្តក្តីយើងទៅសិក្សានៅសាលាក្តីបើសិនជាយើងអត់មានព័ត៌មានបន្ថែមក្នុងការផលិតឬក៏ការធ្វើការរៀនការអនុវត្តអីផ្សេងៗទេបានន័យថាយើងមិនបានន័យថាអភិវឌ្ឍខ្លួនរបស់យើងទៅមុខដែរព្រោះនៅក្នុងវិស័យហ្នឹងបច្ចេកវិទ្យាវាទៅមុខរហូតបើយើងខ្វះព័ត៌មានតាក់ទងជាមួយនឹងចំណេះដឹងក្នុងការផលិតវីដេអូហ្នឹងក៏វាជាបញ្ហាសម្រាប់យើងដែរអញ្ចឹងយើងទាមទារព័ត៌មានអាប់ដេតជារៀងរាល់ថ្ងៃតាក់ទងជាមួយនឹងបច្ចេកវិទ្យាក្តីក្នុងការផលិតវីដេអូក្តីចង់និយាយថាតាក់ទងជាមួយនឹងការផលិតគឺវាមិនខុសគ្នាទេប៉ុន្តែនៅក្នុងវិធីធ្វើឬក៏ process នៃការធ្វើគឺវាមានភាពខុសៗគ្នាខ្ញុំលើកឧទាហរណ៍ពីរគឺរវាងការផលិតវីដេអូឯកសារនិងការផលិតវីដេអូបែបផ្សាយពាណិជ្ជកម្មគឺយើងឃើញភាពខុសគ្នាបាត់ទៅហើយគឺថាទី1ការផលិតកុនឯកសារគឺត្រូវការចំណាយពេលវែងហើយការផលិតវីដេអូបែបផ្សាយពាណិជ្ជកម្មគឺចំណាយរយៈពេលខ្លីតាំងកុំព្យូទ័រការផលិតវីដេអូបែបណាក៏វាមានផលលំបាកដែរយើងអាចកំណត់វាបានទេព្រោះវាអាស្រ័យទៅលើ project បានន័យថាអាស្រ័យទៅលើគម្រោងឬក៏ការអនុវត្តរបស់ក្រុមការងារនីមួយៗព្រោះក្រុមការងារនីមួយៗគាត់មានការអនុវត្ត process នៃការធ្វើហ្នឹងក៏ខុសគ្នាតាក់ទងជាមួយអាជីពនេះយើងអាចកំណត់រឿងចំណូលរបស់វាបានទេប៉ុន្តែយើងអាចកំណត់បានថារវាងការធ្វើការងារឯករាជ្យនិងធ្វើការងារបែបក្រុមហ៊ុនការធ្វើការងារឯករាជ្យយើងមានពេលវេលាច្រើនសម្រាប់ខ្លួនឯងដោយឡែកបើសិនជាយើងធ្វើការងារបែបក្រុមហ៊ុនបានន័យថាយើងត្រូវតែធ្វើការទៅតាមតម្រូវការរបស់ក្រុមហ៊ុនគាត់ដាក់ឲ្យតាក់ទងជាមួយនឹងការផលិតវីដេអូនេះខ្ញុំសម្លឹងមើលឃើញថាទៅថ្ងៃក្រោយនៅក្នុងស្រុកខ្មែរយើងគាត់នឹងឲ្យតម្លៃទៅលើការងារនេះច្រើនជាងមុនព្រោះដោយសារពីមុនពុំសូវមានអ្នកស្គាល់ឬក៏គេមិនសូវឲ្យតម្លៃទៅលើការថតនេះប្រហែលទេព្រោះគាត់គិតថាវាជាការងារមួយដែលអ្នកណាក៏អាចធ្វើបានគ្រាន់តែយើងអង្គុយចុចកាមេរ៉ាឬក៏យើងនៅពីក្រោយកាមេរ៉ាគឺវាអត់មានអីពិបាកទេប៉ុន្តែសម័យឥឡូវគឺគេឲ្យតម្លៃតាក់ទងជាមួយនឹងការផលិតទាំងមូលហើយជាពិសេសគឺអ្នកថតនឹងឯងជាចុងក្រោយសម្រាប់អ្នកស្រឡាញ់ក្តីសម្រាប់អ្នកដែលចូលចិត្តក្តីឬក៏ថ្ងៃក្រោយទៅមិនមែនថាតើថតវីដេអូទេចង់ធ្វើជា content creator ក្តីយើងព្យាយាមសិក្សាឲ្យបានច្រើនតាក់ទងជាមួយនឹងអីដែលយើងស្រឡាញ់ព្រោះបើសិនជាយើងចំណាយពេលសិក្សាពីវាចំណាយពេលអនុវត្តជាមួយវាផងយើងអាចនិយាយថាស្រឡាញ់ហើយយើងអនុវត្តទេព្រោះការងារអីក៏ដោយព្រោះអានេះខ្ញុំមិននិយាយសម្រាប់តែការថតទេសូម្បីតែយើងលេងភ្លេងសូម្បីតែយើងជាពេទ្យឬក៏ជាអីក៏ដោយបើសិនជាយើងខ្វះការអនុវត្តយើងអាចឈានទៅរកភាពជោគជ័យនៅក្នុងអាជីពរបស់យើងបានទេអញ្ចឹងសម្រាប់ការថតវីដេអូដូចគ្នាតើតែយើងស្រឡាញ់ដូចខ្ញុំនិយាយខាងមុនអញ្ចឹងយើងមានភាពអត់ធ្មត់យើងមានឆន្ទៈហើយយើងធ្វើការអនុវត្តឲ្យបានច្រើនអញ្ចឹងបានយើងអាចខ្លាចទៅជាអ្នកជោគជ័យនៅក្នុងវិស័យមួយហ្នឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចំណាយពេលមើលវីដេអូមួយនេះហើយសង្ឃឹមថាអីដែលខ្ញុំបានចែករំលែកគឺជាគន្លឹះមួយសម្រាប់ឈានទៅរកក្តីសម័យអ្នកទាំងអស់គ្នាទៅថ្ងៃក្រោយក្នុងការចាប់អាជីពជាអ្នកថតវីដេអូមួយនេះជម្រាបលា